សូមជូនរឿងមនុស្សខ្វាក់និងសត្វដំរីកាលពីព្រេងនាយមានមនុស្សខ្វាក់6នាក់រស់នៅក្នុងភូមិជាមួយគ្នាស្រាប់តែថ្ងៃមួយអ្នកភូមិប្រកោកប្រកាសថាមានគេជិះដំរីមួយក្បាលមកលេងភូមិមនុស្សខ្វាក់ទាំង6នាក់មិនដែលស្គាល់សត្វដំរីពីមុនមកទេក៏បបួលគ្នាចូលទៅស្ទាបដំរីឲ្យបានស្គាល់នឹងគេមកដំរីជាមនុស្សរពិលរពូចលុះមនុស្សខ្វាក់ទាំង6នាក់ចូលមកសួរគាត់ថាដំរីមានរូបរាងយ៉ាងណាគាត់នាំជនខ្វាក់ម្នាក់ទៅស្ទាបកន្លែងផ្សេងគ្នានៃអវយវៈរបស់ដំរីហើយប្រាប់ថាអានឹងហើយដំរីមនុស្សខ្វាក់ទី1ស្ទាបជើងដំរីក៏ស្រែកហោងឡើងថាវើយអញស្មានថាសត្វដំរីអស់ចាការពិតវាគ្រាន់តែដូចសសរមួយដើមអញ្ចឹងណោះនរណាថាសត្វដំរីដូចខ្សែពួរទេតាមនុស្សខ្វាក់ទី2កំពុងតែស្ទាបអង្អែលកន្ទុយដំរីក៏ស្រែកឡើងកុហកសត្វដំរីមានរាងឲ្យត្រលូនដូចដើមឫស្សីទេតាមនុស្សខ្វាក់ទី3ដែលកំពុងតែស្ទាបប្រម៉ោយដំរីក៏ស្រែកឡើងដែរអញថាសត្វដំរីមានរាងដូចផ្លិតបានត្រូវមនុស្សខ្វាក់ទី4កំពុងតែស្ទាបស្លឹកត្រចៀកដំរីខំស្រែកប្រឆាំងអ្នកដតីមនុស្សខ្វាក់ទី5អស់សំណោចខុសទាំងអស់ការពិតសត្វដំរីមានរាងឲ្យកបក្រាំងដូចជញ្ជាំងព្រះវិហារទេគាត់ពោលបណ្ដាលលើកដៃស្ទាបអង្អែលចំហៀងពោះដំរីបណ្ដាលមនុស្សខ្វាក់ទី6ស្រែកជំទាស់បើមិនដឹងខ្យល់អីទេកុំចេះតែនិយាយផ្ដាស់សត្វដំរីមានរាងដូចដងខ្សៀវាគ្រាន់តែធំជាងដងខ្សៀជាច្រើនដងប៉ុណ្ណឹងឯងគាត់កំពុងតែស្ទាបអង្អែលភ្លុកដំរីចុះឡើងមនុស្សខ្វាក់ទាំង6នាក់ប្រកែកគ្នាឡើងតឹងសរសៃកនរណាខាត់ក៏មិនស្ដាប់លុះប្រកែកគ្នាយូរទៅកាន់តែខឹងសម្បាមិនប្រើត្រឹមតែវាចាក៏ស្ទុះចូលក្រទីក្រទាចាប់ចម្បាប់ដល់តប់គ្នាបែកមុខបែកមាត់ដល់ថ្នាក់ទ្រាំខ្លួនតែរៀងរាល់អាត្មាមនុស្សខ្វាក់ម្នាក់សុទ្ធតែនិយាយការពិតអំពីដំរីម្ដេចអ្នកដតីយល់ថាជាការមិនពិតតើអ្នកគិតថារឿងនេះផ្ដល់ការគិតយ៉ាងណាដែរ